បន្ទាប់ពីប្រើប្រាស់សេវារបស់អដកលោកតូសុផលយល់ឃើញថាយុត្តិធម៌នៅក្នុងសង្គមមានពិតក្នុងឆាកជីវិតខ្ញុំឃើញថាគឺមានយុត្តិធម៌ត្រឹមត្រូវបាទគឺគាត់ធ្វើដោយមានយុត្តិធម៌ត្រឹមត្រូវក្នុងសង្គមពិតជាមានមែនអញ្ចឹងការដោះស្រាយវិវាទរបស់ខ្ញុំវាយូរឆ្នាំហើយអញ្ចឹងយូរឆ្នាំតាំងពី2021រហូតដល់2024 25យើងនេះបានបញ្ចប់ថ្ងៃទីប្រហែលថាថ្ងៃទី7មករានេះបាទបញ្ចប់ថ្ងៃទី7មករាហ្នឹងហើយគឺការដោះស្រាយបានល្អមែនទែនហើយគាត់ក៏បានចុះដល់ទីតាំងផ្ទាល់ប្រាប់តាំងមន្ត្រីស្រុកតាំងអាជ្ញាធរស្រុកតាំងភូមិឃុំឯគាត់បានកោះហៅអញ្ជើញទៅកន្លែងទីតាំងទាំងអស់អញ្ចឹងដល់កន្លែងទីតាំងទាំងអស់បានល្អមែនទែនបាទលោកតូសុផលគឺជាភាគីដាក់ពាក្យស្នើសុំសម្រោះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធទៅនឹងកេរមរតកមួយករណីលោកតូសុផលបានបង្ហាញចំណាប់អារម្មណ៍ពេញចិត្តយន្តការសម្រោះសម្រួលដោះស្រាយវិវាទរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ទាប់ពីមន្ត្រីសម្រោះសម្រួលដោះស្រាយវិវាទនៃអដករួមមានលោកស្រីពេជ្រចរិយាលោកសុកហៃលោកងាក់ប៊ុនធីព្រមទាំងលោកងឿនសុកជាបានចុះទៅចូលរួមអនុវត្តលទ្ធផលព្រមព្រៀងបញ្ចប់វិវាទនៅមូលដ្ឋានស្ថិតនៅភូមិកោះខ្នរឃុំព្រែករកាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលតាមអដកដំណើរចុះទៅចូលរួមអនុវត្តលទ្ធផលព្រមព្រៀងបញ្ចប់វិវាទខាងលើធ្វើឡើងដោយមានការស្នើសុំពីគូភាគីវិវាទនិងដោយទទួលបានកិច្ចសហការល្អពីអាជ្ញាធរពាក់ព័ន្ធលោកស្រីពេជ្រចរិយាមន្ត្រីសម្របសម្រួលដោះស្រាយវិវាទនៃអដកដែលចុះទៅដល់មូលដ្ឋានចូលរួមអនុវត្តលទ្ធផលព្រមព្រៀងបញ្ចប់វិវាទខាងលើថ្លែងថាការចុះទៅដោះស្រាយវិវាទដោយផ្ទាល់នៅមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋបានបង្ហាញពីភាពស្និទ្ធស្នាលនិងទំនុកចិត្តកាន់តែខ្ពស់របស់ពលរដ្ឋមកលើមន្ត្រីសម្របសម្រួលដោះស្រាយវិវាទនៃអដកក្នុងនាមជាមន្ត្រីសម្របសម្រួលដោះស្រាយវិវាទការដោះស្រាយវិវាទផ្ទាល់នៅទីតាំងគឺបានន័យថាយើងចុះទៅដោះស្រាយបញ្ហាទៅកន្លែងកាត់បញ្ហាឬទៅកន្លែងដែលប្រជាពលរដ្ឋក៏រស់នៅហើយមួយទៀតយើងចង់និយាយថាបង្ហាញពីការជិតស្និទ្ធប្រជាពលរដ្ឋក៏មានភាពកក់ក្ដៅគាត់គិតថាយើងគោរពគាត់ដល់តម្លៃដល់គាត់ជាចិត្តទុកដាក់នឹងដោះស្រាយបញ្ហាឲ្យគាត់ឲ្យផ្ទាល់ហើយការដោះស្រាយបញ្ហាដំណោះនៅមូលដ្ឋានហ្នឹងគឺវាមានភាពឆាប់រហ័សនិងមានប្រសិទ្ធភាព